របាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកនៅក្នុងថ្ងៃនេះនឹងធ្វើឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight ការសង្កេតព្រឹត្តិការណ៍ទីផ្សារប្រចាំថ្ងៃទី10ខែមេសាឆ្នាំ2025ដុល្លារបានងើបឡើងមកវិញក្នុងបរិវេណ 103.333 ដោយសារតែការកើនឡើងនៃទិន្នផលសញ្ញាបញ្ជីរបស់សហរដ្ឋអាមេរិករួមផ្សំទៅនឹងការផ្អាកយកពន្ធនាំចូលជាសកលរបស់ប្រធានាធិបតីដូណាល់ត្រាំរយៈពេល90ថ្ងៃសម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍ដ៏សំខាន់មួយចំនួនដូចជារបាយការណ៍សន្ទុះតម្លៃទំនិញអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 0.1% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0.2% របាយការណ៍សន្ទុះតម្លៃអ្នកប្រើប្រាស់ Snow ដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង 0.3% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0.2% របាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការធ្លាក់ចុះមកត្រឹម 2.5% បើធៀបទៅនឹងខែចាស់គឺ 2.8% រួមទាំងរបាយការណ៍ Jobless Claim របស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង 223,000 នាក់បើធៀបទៅនឹងទិន្នន័យចាស់គឺ 219,000 នាក់និងការឡើងថ្លៃសន្ទរកថារបស់សមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកផងដែរលុយអឺរ៉ូបានធ្លាក់ចុះបន្តិចមកបរិវេណតម្លៃ 1.0913 បន្ទាប់ពីមានការពន្យាពេលលើពន្ធនាំចូលរបស់សហរដ្ឋអាមេរិកហើយនៅក្នុងថ្ងៃនេះយើងទទួលបានអំពីរបាយការណ៍ផលិតកម្មឧស្សាហកម្មរបស់ប្រទេសអ៊ីតាលីដែលត្រូវបានគេរំពឹងទុកថានឹងមានការធ្លាក់ចុះមកដល់ដក 0.9% បើធៀបទៅនឹងទិន្នន័យចាស់គឺ 3.2% និងរបាយការណ៍ប្រចាំខែរបស់ប្រទេសអាល្លឺម៉ង់រួមទាំងរបាយការណ៍ទិន្នផលសញ្ញាបញ្ជីរបស់ប្រទេសអេស្ប៉ាញផងដែរលុយផលបានកើនឡើងមកវិញពីថ្ងៃជាប់ៗគ្នាមកបរិវេណតម្លៃ 1.2864 ដែលបន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលសហរដ្ឋអាមេរិកសម្រេចចិត្តនៅក្នុងការដាក់ពន្ធហើយសម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍សមតលតម្លៃផ្ទះរបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 8% បើធៀបទៅនឹងទិន្នន័យចាស់គឺ 11% និងការឡើងថ្លៃសន្ទរកថាពីសំណាក់សមាជិកធនាគារកណ្ដាលចក្រភពអង់គ្លេសលោកស្រី Prudence ផងដែរ Royal បានកើនឡើងមកវិញក្នុងបរិវេណតម្លៃ 0.6203 ដោយសារតែការពន្យាពេលយកពន្ធរបស់សហរដ្ឋអាមេរិកហើយនៅក្នុងថ្ងៃនេះយើងនឹងទទួលបានអំពីការឡើងថ្លៃសន្ទរកថាពីសំណាក់ប្រធានធនាគារកណ្ដាលអូស្ត្រាលីគឺលោកស្រី Bullock ផងដែរលុយយេនបានធ្លាក់ចុះកាលពីយប់មិញដែលធ្វើឲ្យគូរូបិយប័ណ្ណប្រាក់ដុល្លារនិងប្រាក់យេនដែលបានកើនឡើងមកក្នុងបរិវេណតម្លៃ 143.284 ដោយសារតែការពន្យាពេលពន្ធដូចគ្នាហើយនៅក្នុងថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍ប្រាក់កម្ចីធនាគារប្រចាំឆ្នាំរបស់ប្រទេសជប៉ុនដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង 3.1% បើធៀបទៅនឹងទិន្នន័យចាស់គឺ 3% រួមផ្សំទាំងរបាយការណ៍សន្ទុះតម្លៃប្រធានគ្រប់គ្រងការផលិតប្រចាំឆ្នាំរបស់ប្រទេសជប៉ុនដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 3.9% បើធៀបទៅនឹងទិន្នន័យចាស់គឺ 4.1% តម្លៃមាសបានកើនឡើងរហូតដល់ $153 នៅក្នុងមួយតម្លឹងកាលពីម្សិលមិញដែលបានកើនឡើងដល់កម្រិតតម្លៃ $3,738 នៅក្នុងមួយតម្លឹងហើយនៅក្នុងថ្ងៃនេះមាសបានបន្តការកើនឡើងរបស់ខ្លួនបន្ថែមទៀតនៅក្នុងបរិវេណតម្លៃ $3,773 នៅក្នុងមួយតម្លឹងហើយរបាយការណ៍សហរដ្ឋអាមេរិកនៅក្នុងថ្ងៃនេះអាចនឹងធ្វើឲ្យមាសកាន់តែមានការប្រែប្រួលខ្លាំងសូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FX Insight